បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃមុនខ្ញុំបានផុសរូបនេះមួយហើយនៅពេលដែលផុសទៅខ្ញុំបានសរសេរថាតើបើសិនជាក្នុងនាមយើងជាអ្នកធ្វើការងារនៅការដ្ឋាននេះតើយើងគួរធ្វើអ្វីមុនខ្ញុំឧទាហរណ៍ថាគេឲ្យយើងមកធ្វើ finishing នៅខាងក្នុងនេះអញ្ចឹង finishing មានអីគេខ្លះ finishing អ្នកទាំងអស់គ្នាត្រូវដឹងវាមាន5ផ្នែកមិនអញ្ចឹងណាបាទអញ្ចឹង5ផ្នែកមានអីគេខ្លះអ្នកទាំងអស់គ្នាដឹងហើយពីមុនមកហើយឥឡូវនេះគឺខ្ញុំនិយាយថាតើយើងគួរធ្វើអ្វីមុនអញ្ចឹងនៅពេលដែលមានការងារបែបនេះអ្នកទាំងអស់គ្នាអ្វីដែលយើងត្រូវធ្វើយើងធ្វើពីលើមកមុនណាបាទមានន័យថាធ្វើមិនក៏ដោយគឺយើងធ្វើពីលើមកមុនអញ្ចឹងយើងគិតមើលទៅថាតើការងារអ្វីដែលយើងត្រូវធ្វើពីលើនេះណាបាទការងារអ្វីខ្លះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែយ៉ាងម៉េចបាទរត់ពីដានមកណាបាទអញ្ចឹងយើងរត់ពីដានមកអញ្ចឹងតើពីដានហ្នឹងរៀងវាយ៉ាងម៉េចខ្លះណាអញ្ចឹងយើងធ្វើតាមហ្នឹងមកណាហ្នឹងហើយអញ្ចឹងសួរថាតើបើសិនជាយើងធ្វើពីដាននេះយើងធ្វើផ្ទៃវានេះណាហ្នឹងហើយអញ្ចឹងយើងធ្វើផ្ទៃពីដានតើយើងធ្វើអ្វីមុនគឺយើងមិនត្រូវរត់ឆ្អឹងមកណាបាទអញ្ចឹងយើងរត់ឆ្អឹងមកហើយអស់ហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយ៉ាងម៉េចឲ្យខាង MEP គាត់ចូលមកណាបាទ MEP គាត់ចូលអញ្ចឹង MEP គាត់ចាប់ផ្ដើមទម្លាក់ខ្សែ gain របស់គាត់ឬក៏មានការងារអីក៏ដោយដែលពាក់ព័ន្ធជាមួយនឹងផ្នែកខាងលើនេះដែលទៀមទាក្រោយពេលដែលតម្លើងឆ្អឹងរួចរាល់គឺគាត់ចូលធ្វើបានអញ្ចឹងយើងត្រូវឲ្យ hand over ការងារហ្នឹងទៅឲ្យខាង MEP បន្ទាប់ពី MEP គាត់រត់ហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺចាប់ផ្ដើមយ៉ាងម៉េចគឺចាប់ផ្ដើមរត់ស្លឹកនៅខាងលើនេះអញ្ចឹងនៅពេលដែលយើងរត់ស្លឹកហើយអស់អញ្ចឹងយើងសួរសំណួរទៀតថាចុះការងារខាងក្រោមនេះយើងអត់មានធ្វើអីទេមានបាទក៏ប៉ុន្តែអ្នកទាំងអស់គ្នាធ្វើយ៉ាងម៉េចគឺបញ្ចប់អាការងារខាងលើនេះឲ្យហើយសិនណាពេលដែលយើងរត់ស្លឹកហើយអស់គឺយើងចាប់ផ្ដើមបៀកមិនអញ្ចឹងណាអញ្ចឹងកាលណាចាប់ផ្ដើមបៀកអ្នកទាំងអស់គ្នាអាចវាយឡាញដើម្បីឲ្យខាង MEP គាត់កាត់អំពូលមកណាបាទគាត់កាត់អំពូលគាត់អាចកាត់ជាកន្លែងក្រៀលម៉ាស៊ីនត្រជាក់គាត់អាចអីចឹងទៅអញ្ចឹងមានន័យថានៅពេលដែលរួចរាល់ការងារខាងលើនេះ 100% សួរថាតើយើងគួររុញថ្នាំអត់ចំពោះពីដានណាបាទអញ្ចឹងចំពោះពីដាននេះគឺចំពោះខ្ញុំនេះគឺចំពោះការងារខ្ញុំគឺពីដាននេះគឺខ្ញុំរុញថ្នាំសម្រាប់ឲ្យហើយតែម្ដង 100% បាទគឺរុញថ្នាំឲ្យចប់តែម្ដងទាំងជញ្ជាំងមិនទាន់បានបៀកទេណាបាទតែថ្នាំគឺខ្ញុំរុញ complete ហើយតោះណាបាទអញ្ចឹងនៅពេលដែលរុញថ្នាំហើយគឺខាង MEP គាត់អាចមកបំពាក់សម្ភារៈរបស់គាត់បានគឺចប់មកការងារខាងលើណាបាទអញ្ចឹងនៅពេលដែលចប់ការងារខាងលើស្អាតត្រឹមត្រូវហើយអស់ហើយសួរថាតើរវាងជញ្ជាំងទ្វារការ៉ូបាទអញ្ចឹងសួរថាតើយើងគួរធ្វើមួយណាមុនណាបាទយើងគួរធ្វើមួយណាមុនចំពោះខ្ញុំនៅពេលដែលមានទ្វារគឺខ្ញុំឲ្យចាប់ឲ្យហើយអស់ណាបាទចំពោះទ្វារក្រងឧទាហរណ៍ថាត្រូវមានក្រងដែកឬក៏អីដែលវាត្រូវបុកដាប់បាទអញ្ចឹងប៉ុន្តែយើងមិនទាន់បំពាក់ finishing វាទាំងស្រុងទេមានន័យថាឲ្យគេ install ឲ្យហើយអស់កុំឲ្យដល់ពេលដែលធ្វើនៅទ្វារអត់ត្រឹមត្រូវដាក់អត់ចូលអីអត់ចូលគឺអត់បានទេណាបាទអញ្ចឹងរបៀបខ្ញុំធ្វើគឺបែបហ្នឹងបន្ទាប់មកពី check មើលទ្វារហើយអស់ហើយខ្ញុំចាប់ផ្ដើមគឺធ្វើអីគេរវាងជាងហើយនឹងការ៉ូតើយើងគួរធ្វើមួយណាមុនបើចំពោះខ្ញុំគឺខ្ញុំចូលវាយការ៉ូបាទខ្ញុំអត់ទាន់ឲ្យបៀកទេជញ្ជាំងខ្ញុំអត់ទាន់ឲ្យបៀកទេអញ្ចឹងណាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមវាយការ៉ូនេះបាតនេះបាទអញ្ចឹងនៅពេលដែលយើងវាយការ៉ូទាំងអស់ហ្នឹងហើយវាយហើយស្អាតហើយអស់ណាបាទហើយអស់ហើយរួចរាល់គឺអត់ទាន់បញ្ចូលរងទេតោះណាបាទអញ្ចឹងខ្ញុំឲ្យគេក្រាល protection អញ្ចឹងណាបាទអញ្ចឹងនៅពេលដែលខ្ញុំវាយការ៉ូហើយអស់ហេតុអ្វីខ្ញុំវាយការ៉ូមុន
ធ្វើជញ្ជាំង finishing ជញ្ជាំងគឺមូលហេតុដែលខ្ញុំធ្លាប់ជួបណានេះគឺបទពិសោធន៍របស់ខ្ញុំឯងអ្នកនរគ្នាអាចនឹងមានបទពិសោធន៍ផ្សេងគ្នាអាចនឹងមាន method ផ្សេងគ្នាអាចនឹងមាន process ការងារផ្សេងគ្នាអញ្ចឹងជាទូទៅនៅពេលដែលយើងវាយការ៉ូហើយអញ្ចឹងនេះភាគច្រើនវានៅមានបុកវានៅមានអីតិចតួចអញ្ចឹងធ្វើឲ្យអាថ្នាំដែលយើងបៀកហើយគឺឃើញអាក្រក់មែនតើពេលខ្លះបៀកទៅអត់ជាប់ទៀតជ្រួញទៀតដោយសារតែការធ្វើជញ្ជាំងថ្មីហ្នឹងគឺអត់ត្រឹមត្រូវអ្នកនរគ្នាត្រូវដឹងណាបើសិនជាសាយទុកចោលអញ្ចឹងខាង MEP គឺគាត់អត់ដែលមកប៉ះពាល់ទេប៉ះពាល់តែពេលដែលយើងធ្វើ finishing នឹងតែម្ដងអញ្ចឹងណាបាទអញ្ចឹងខ្ញុំជាការ recommend គឺជញ្ជាំងខ្ញុំទុកក្រោយពេលដែលខ្ញុំវាយការ៉ូឲ្យអស់ខ្ញុំក្រាល protect ឲ្យអស់មានន័យថាការដែលយើងដាក់ចន្ទាឡើងទៅបុកដាប់អីក៏វាតិចតួចដែរអញ្ចឹងខ្ញុំប្រើចន្ទាតែកន្លែងទីតាំងដែលត្រូវបៀកថ្នាំឯងអញ្ចឹងខ្ញុំចាប់ផ្ដើមចូលបៀកតែពេលហ្នឹងគឺអ្នកនរគ្នាត្រូវដឹងបើមានផ្អួចមានអីណាហ្នឹងគឺគេចាប់ហើយអស់ណាបាទអញ្ចឹងបៀកថ្នាំហើយអស់អីហើយអស់ហើយគាត់អាចចាប់ផ្ដើមធ្វើអីគឺគាត់រុញថ្នាំសម្រាប់យកតែម្ដងព្រោះជញ្ជាំងហើយនឹងទ្វារគឺយើងនឹងបំពាក់ឲ្យហើយតែម្ដងអញ្ចឹងមានន័យថាក្នុងបន្ទប់ហ្នឹងគឺ ready នៅពេលដែលការ៉ូហើយជញ្ជាំងចាប់ផ្ដើម clean ស្អាតលាបថ្នាំយកពេលគាត់ចាក់ចេញទៅគឺខាងបញ្ចូលរងការ៉ូគឺគាត់មកបញ្ចូលដើម្បីបញ្ចប់អញ្ចឹងណាបាទមួយទៀតនៅក្នុងករណីដែលមានការងារដេកចូលមកឃើញទេការងារដេកចូលមកអញ្ចឹងមានន័យថានៅពេលដែលមានការងារដេកខ្ញុំបានត្រឹមបៀក skin coat ហើយការ៉ូខ្ញុំវាយហើយដូចគ្នាក៏ប៉ុន្តែអត់ទាន់បញ្ចូលរងទេអញ្ចឹងខ្ញុំឲ្យខាងដេកគាត់ចាប់ផ្ដើម start សិនព្រោះជាទូទៅការងារដេកវាហុយអញ្ចឹងកាលណាយើងរុញថ្នាំសម្រាប់គឺវានឹងជាប់ហើយមួយទៀតពេលចូលមកគឺបុកបែកអញ្ចឹងយើងអាចជួស skin coat បានណាតែបើក្នុងករណីខ្លះក៏យើងអាចធ្វើបានដែរដោយយើងរុញ skin coat មួយជាន់សំទោសយើងរុញ sealer មួយជាន់ដើម្បីកុំឲ្យវាបែកខ្លាំងពេកកាលណាមាន sealer គឺថ្នាំហ្នឹងវារៀងធន់ជាងនៅពេលដែលអត់មាន sealer វាមានតែ skin coat ណាចឹងអ្នកនរគ្នាអាចយកជាបទពិសោធន៍បានអញ្ចឹងបើក្នុងករណីមានដេកគេចូលឲ្យដេកគេធ្វើឲ្យហើយចាំថ្នាំយើង finish ហើយបញ្ចូលរងការ៉ូចប់ណាបាទនេះគឺជារបៀបធ្វើរបស់ខ្ញុំបើសិនជាខ្ញុំចេះធ្វើ animation គឺងាយស្រួលមែនតើនៅក្នុងការយល់អូខេអញ្ចឹងជាមួយខ្ញុំព្យាយាមរៀន animation នឹងមើលគេលោអាចធ្វើបានអញ្ចឹងដើម្បីឲ្យអ្នកដែលគាត់ថ្មីគាត់នឹងងាយស្រួលយល់អំពី process នៃការធ្វើ finishing អូខេអរគុណ